ខ្ញុំមុនដំបូងខ្ញុំអង្គុយចឹងខ្ញុំពេលខ្លួនឆ្លាប់ឡើយមកមានគ្រូហ្នឹងមកមានខាងដាមតាំងពីក្រុមកលាហ្នឹងមកនិយាយអត់រួចទេគាត់តែដឹងខ្លួនប៉ុន្តែចាប់អីអត់បានទេគាត់តែចាប់ដៃនេះចាប់ទៅស្ព្រេទេគាត់តែប៉ុណ្ណឹងលើកមួយខ្ញុំក៏បែកស្នាគេយកអាពេលហ្នឹងទៅហ្នឹងដើរចុះដើរចែវបងបោយវងដៃអីចឹងហើយនិយាយកលាហ្នឹងនិយាយបឡាមហើយខ្ញុំថាពេលហ្នឹងនេះឡើយអូនមើលពេលបងទិញថាក់ណែមើលហើយខ្ញុំទិញទៅដាក់ហ្នឹងទៅអាដៃក៏លែងជឿអាជើងក៏ចឹងនេះហឹងមកអាដៃនេះក៏លើកស្អីក៏មិនមកទៅហ៊ើនដល់លើកលីទៅกันទៀតមុនបងខ្ញុំហូបដល់តែ3កញ្ចប់ដាក់ទៅមិនក៏អាមោះបាទហេបងដាញ់ទៅហូបឯហ្នឹងបាត់អាមោះហ្នឹងសូនចេះលេបាត់សូនទៅប្រហែលដូចបងប្អូនញញឹម5ឈុតមិនទាន់3ខែទៅដូចថា100%បងថាបើជើងកាលមុនដៃដើរចេះជើងនេះដើរចេះដៃចឹងដៃដល់លើកឡើងដើរចឹងវងលើកជើងវងទាត់ពោះចេះនេះទៀតមានបញ្ហាកនឹងខ្ញុំពលកនឹងចូល5-10ឆ្នាំហើយតាំងពីប៉ុណ្នេះចាចូល5-10ឆ្នាំប៉ុនមកពីខ្ញុំតមកខ្ញុំតមកបានវិហារមកដល់នេះហើយហូបណាំខ្មែរហូបអត់ត្រូវបោះចោលហូបណាំត្រូវអត់បោះចោលចាប់នេះបានមកលឺសោកខ្វេហ្នឹងឲ្យតែញហូបមកមើលក្រែងលោត្រូវហើយទៅដល់ហើយចឹងក៏ខ្ញុំបានហូបអាហ្នឹងបានដឹងរៀងអន់ខ្ញុំឥឡូវហ្នឹងខ្ញុំហូបមកថ្ងៃ2កញ្ចប់ព្រឹក1កញ្ចប់ល្ងាច1កញ្ចប់ពេលព្រឹកខ្ញុំហូបម៉ោង6ពេលល្ងាចខ្ញុំហូបម៉ោង3ពេលពោះយើងទៅទេញ៉ាំដំបងនេះដល់ពេលហើយចំនួន3កញ្ចប់ដូចរៀងរួមចាំមើលចាក់រៀងរួមហ៎កាលវាស្មើហ្នឹងអត់មានលិចអានេះទេអត់មានលិចអាពងកនេះទេប៉ោងហ្មងឥឡូវវាបានឃើញអ្នកលិចអញ្ចឹងលិចអាពងកនេះដល់ដេកទៅភ័យដេកទៅព្រួយដល់ហើយវាមានអានេះហូបលេងឥឡូវវាបានធូរទៅខ្វេយូរសរិចឥឡូវហ្នឹងវាចេះអន់កាពះក៏អន់អាកក៏វាធូរជឿ80%ខ្ញុំមានភាសាថាឥឡូវហ្នឹងជំងឺអ្វីក៏មើលជាដែរចាធូរ